ខ្ញុំធ្លាប់បានមកផ្សារក្រេហួរដងតែអត់ដែរដឹងសោះថាគេមានលក់នំ cake Grab នេះហ่ะចាខ្ញុំគ្រាន់តែឃើញវិញគឺខ្ញុំសាកយកមកប្រអប់សិនតែរសជាតិសិនណាបើសិនជារសជាតិល្អឆ្ងាញ់គឺឈប់ធ្វើខ្លួនឯងហើយនំ cake Grab នេះខ្ញុំសាកធ្វើបាន2 3 ដងដែរគឺស្រួលធ្វើប៉ុន្តែគ្រាន់តែវាចាយពេលយូរហើយឥឡូវធ្វើការរាល់ថ្ងៃទៅអញ្ចឹងអត់មានពេលធ្វើទេឥឡូវនេះគឺឃើញគេលក់ជាប្រអប់អញ្ចឹងតែកន្លែងទូកកអញ្ចឹងវានៅកកអញ្ចឹងពេលដែលយើងចង់ញ៉ាំយើងទុកឲ្យវាធម្មតាកុំដាក់ក្នុងទូទឹកកកកន្លែងកយើងដាក់កន្លែងធម្មតាទៅគឺវាលាយធម្មតាហើយវាអត់មានអាឡាអីបែកគ្រីមអីពេញហ្នឹងទៅយកទៅល្អមែនតើនេះខ្ញុំឲ្យវារៀងនៅសីតុណ្ហភាពមកល្មមវាលែងកអីអញ្ចឹងយើងអាចញ៉ាំបានហើយសាច់នំខាងក្នុងគេទន់ល្មើយហើយរសជាតិត្រេនអូយសាច់ត្រេនរបស់គេគឺប៉ិតញាក់ហ្មងយើងញ៉ាំទៅរសជាតិវាសាច់ត្រេននៅខាងក្នុងហ្នឹងហ្មងហើយខាងលើហ្នឹងគឺតយគឺគេរោយដូងនៅពីលើហ្នឹងទៀតអូរសជាតិឆ្ងាញ់តែប៉ុណ្ណឹងលែងធ្វើខ្លួនឯងទៀតហើយ